ចាដើម្បីយើងបញ្លុបបំបាត់ការរើសអើងក៏ដូចជាផ្នត់គំនិតអវិជ្ជមានចំពោះជនមានពិការភាពគឺចាំបាច់ជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នានៅក្នុងសង្គមហើយយើងចាប់ផ្ដើមចេញពីគ្រួសារចេញពីសាលារៀនចេញពីសហគមន៍របស់យើងផ្ទាល់រៀងខ្លួនមានន័យថាយើងចាប់ផ្ដើមយល់មើលជនមានពិការភាពជាម្ចាស់សិទ្ធិគាត់ជាម្ចាស់សិទ្ធិដែលមានកាតព្វកិច្ចក្នុងការអនុវត្តសិទ្ធិរបស់គាត់យើងឈប់មើលជនមានពិការភាពថាជាជនដែលមានភាពខ្សោយជាជនដែលត្រូវការជំនួយជាជនដែលត្រូវការសប្បុរសធម៌ដើម្បីជួយគាត់ដើម្បីរស់ក្នុងសង្គមនៅពេលដែលយើងចាប់ផ្ដើមបដូរផ្នត់គំនិតរបស់យើងចាប់ផ្ដើមបញ្ជ្រាបបរិយាបន្នពិការភាពដែលលុបបំបាត់ឧបសគ្គទាំងអស់នោះមានន័យថាយើងគឺបានផ្លាស់ប្ដូរអិរិយាបថបានផ្លាស់ប្ដូរកប្បកិរិយាហើយយើងគោរពសិទ្ធិមនុស្សរបស់ជនគ្រប់រូបនៅក្នុងសង្គមជាមួយគ្នាផងដែរហើយខ្ញុំគិតថាសមាជិកនៅក្នុងសហគមន៍នីមួយៗនៅក្នុងសង្គមនីមួយៗមាន